สาธุสาธุสาธุโจตั้งแต่เนี่ยเต็มกุฏานไปออกมาอาเนื้อบุญไปบดไปบกองตีมวยจะเป็นองกรรมฐานที่เอาไหลเด็กเอาเปลี่ยนไปเลยไปในประเทศมันอะไรเนี่ยตั้งแต่ไอ้เนื้อบุญเนี่ยกรรมฐานที่เอาไหลmà bọn này đã ngày của này kênh một việc tạm không hai miệng đáy ạ luôn kênh bốn kênh mua pi bay ba nhau sum anamotani trai a ban ko sal nhiệt nhôm bột bò sạt từ ngọc nia miềnสเทียเจริญลาบานเจยมองไงเสลไงนี้ไงแขกได้ไงดอกบุญรูยไข่พลกุลชนำโรงชอสะพุทธศักราชปีปอน568ญาติโยมเจียงอ้อบานเจยมองធ្វើទានរក្សាសិលនិងភាវនាជាអរិយទ្រព្យរបស់ញោមគ្រប់គ្នាដែលបានជាទីពឹងពិតប្រាកដនៅក្នុងជីវិតរបស់ខ្លួនក្នុងវដ្តសង្សារជាទ្រព្យញោមទៅណាក៏ទៅតាមជាស្រមោលលន្ទូតាមប្រាណជាទ្រព្យដែលឲ្យសេចក្តីសុខសេចក្តីចម្រើនដល់ញោមហើយដូច្នេះសូមអនុមោទនាត្រៃអរបុណ្យកុសលទាំងអស់នោះថ្ងៃនេះក៏ជាថ្ងៃមួយដែលមានភូតហេតុដ៏ធំកើតមាននៅក្នុងប្រទេសភូមាប្រទេសថៃគឺការរញ្ជួយដីហើយការរញ្ជួយដីនេះក្នុងប្រវត្តិសាស្ត្រមិនដឹងថាកើតមានប៉ុន្មានដងនៅភូមានៅថៃញោមតែក្នុងជីវិតអាត្មានេះឃើញម្ដងហ្នឹងណាញោមមានឃើញទេកាលមុនមកឃើញប៉ុន្តែតិចឃើញនៅណាថៃក៏មានតិចចឹងទៅមកកាត់បាត់នឹងយ៉ាងណាទៅយើងពេញការរញ្ជួយដីនៅថ្ងៃនេះគឺរង្វាស់នៃការរញ្ជួយដីហ្នឹង 7.7 ញោមជាការរញ្ជួយដីខ្លាំងនាំឲ្យរលំបែកបាក់វត្តអារាមនៅភូមានាំឲ្យបែកបាក់ស្ពានណាញោមស្ពាននៅប្រទេសភូមាឃើញបែកបាក់រលំឲ្យច្រើនហើយនៅប្រទេសថៃឃើញដួលអគារ Financial Building អគាររដ្ឋាភិបាលមិនដឹងប្រមាណញោមឃើញមួយនឹងឯង29 floors 29 floor ជា building មួយខ្ពស់ជាងគេទើបតែនឹងកសាងថ្មីហើយខ្ពស់ជាងគេហើយស្រាប់តែមានរញ្ជួយដីរញ្ជួយដីនេះគឺចាប់ផ្ដើមពីប្រទេសភូមាញោមចាប់ផ្ដើមពីប្រទេសភូមាហើយទៅដល់ប្រទេសថៃនៅទីក្រុងបាងកកយើងមិនតិចដ
នៅស្រុកខ្មែរឃើញកម្មករអីរត់ចេញពីកន្លែងសំណង់នឹងដែរប៉ុន្តែមិនឮគេផ្សាយហើយនៅតាម Facebook ហ្នឹងឃើញគេនិយាយថាមាននៅហាណូយមាននៅហូជីមិញស៊ីរីណានៅកម្ពុជាក្រោមប៉ុន្តែព័ត៌មានជាផ្លូវការព័ត៌មានធំនិយាយតែពីភូមានិងថៃពីក្រុងបាងកកប៉ុន្តែមិនឃើញនិយាយពីស្រុកខ្មែរហើយនិងស្រុកយួនទេបងយើងមើលទៅឃើញថាស្រុកទេសពិភពលោកទាំងមូលហាក់បីដូចជាប្រែប្រួលខ្លាំងណាញោមប្រែប្រួលខ្លាំងបរិស្ថានប្រែប្រួលរបៀបរស់នៅរបស់មនុស្សប្រែប្រួលហើយនឹងជាពិសេសនយោបាយនឹងប្រែប្រួលប្រែប្រួលគ្រប់ប្រទេសពិភពលោកនឹងឯងហើយប្រែប្រួលនេះมันប្រែប្រួលទៅរកភាពល្អប្រសើរជាងមុនប៉ុន្តែហាក់ដូចជាប្រែប្រួលទៅរកភាពអាក្រក់ភាពមិនល្អណាញោមអញ្ចឹងយើងជាពលរដ្ឋដែលมันមានលទ្ធភាពច្រើនជាពលរដ្ឋធម្មតាហ្នឹងរស់នៅក្នុងការភ័យខ្លាចហើយប្រឈមមុខនឹងរឿងទាំងអស់ហ្នឹងជួនកាលក៏យើងដឹងហើយយើងអាចជៀសបានជួនកាលយើងដឹងហើយយើងមិនអាចជៀសបានណាញោមប៉ុន្តែជៀសទៅណាក៏ដោយរឿងស្លាប់ជៀសមិនរួចណាញោមអ្នកមានអ្នកក្រអ្នកធំអ្នកតូចអ្នកចេះអ្នកល្ងងគឺមនុស្សគ្រប់ប្រភេទសត្វគ្រប់គ្នាហ្នឹងគឺជៀសមិនរួចអំពីសេចក្តីស្លាប់ហ្នឹងប៉ុន្តែមុននឹងស្លាប់យើងបានធ្វើបុណ្យធ្វើកុសលធ្វើអំពើល្អទៅទោះបីជាស្លាប់ក៏យើងមានបុណ្យមានទ្រព្យសម្បត្តិជាអរិយទ្រព្យនឹងជាទីពឹងរបស់ខ្លួននៅក្នុងវដ្តសង្សារស្លាប់ហើយកើតហើយស្លាប់ណាញោមចឹងយើងមានបុណ្យមានកុសលនឹងជាទីពឹងរបស់ខ្លួនជារៀងខ្លួននឹងឯងយើងខំប្រឹងគិតល្អខំប្រឹងនិយាយល្អខំប្រឹងធ្វើល្អទៅអំពើល្អនឹងជាបុណ្យរបស់យើងបានជាទីពឹងមានទុក្ខលំបាករូបកាយវិចារចិត្តអីយ៉ាងណាក៏នៅមានបុណ្យនឹងមានអំពើល្អនឹងជាទីពឹងដែររឿងទុក្ខលំបាកនរណាជៀសរួចជៀសមិនរួចទេកើតចាស់ឈឺស្លាប់ណាញោមគ្រប់តែគ្នាទៅមុខរៀងខ្លួនណាញោមអ្នកណាបញ្ញាប់ទៅក៏បញ្ញាប់មកណាញោមអ្នកណាក៏បញ្ញាប់ស្លាប់ក៏បញ្ញាប់កើតអញ្ចឹងគឺកើតទៅមកវល់ក្នុងវាលវដ្តសង្សារដោយសារតែកម្មរបស់យើងគ្រប់គ្នាកម្មគឺអំពើដែលយើងបានធ្វើណាញោមអំពើដែលយើងធ្វើដោយចេតនារបស់យើងបើយើងធ្វើបុណ្យប្រកបដោយកុសលចេតនាយើងបានផលបុណ្យគឺសេចក្តីសុខបើយើងធ្វើបាបប្រកបដោយអកុសលចេតនាគឺយើងបានទុក្ខលំបាកណាញោមមកធ្វើបុណ្យធ្វើបាបមិនមានចេតនានឹងមិនបានផលណាញោមផលជាអព្យាក្រឹតមិនបានផលមិនបានទទួល
ចឹងញោមទាំងអស់ដែលធ្វើទានរក្សាសិលនិងភាវនានៅក្នុងឱកាសនេះក្តីមុនក្តីគឺធ្វើប្រកបទៅដោយចេតនាគឺសេចក្តីជ្រះថ្លាចំពោះបុណ្យរបស់ញោមសេចក្តីជ្រះថ្លាចំពោះការរក្សាសិលសេចក្តីជ្រះថ្លាចំពោះការធ្វើទានសេចក្តីជ្រះថ្លាចំពោះការភាវនាណាញោមធ្វើទានញោមជ្រះថ្លាញោមមានចេតនាដើម្បីនឹងធ្វើចង្ហាន់អីហើយអញ្ជើញមកដោយអ្វីអញ្ជើញមកនៅពេលណាហើយមកដល់ហើយធ្វើយ៉ាងម៉េចខ្លះនេះជាកុសលចេតនាដែលមានជាប់នៅក្នុងចិត្តនៅក្នុងកាយនៅក្នុងវាចារបស់ញោមចេតនាអញ្ចឹងគឺញោមបានបុណ្យបានកុសលពិតប្រាកដនៅក្នុងជីវិតរបស់ញោមនឹងចឹងកុំធ្វើអ្វីដោយមិនមានចេតនាញោមណាកុំធ្វើបុណ្យដោយមិនមានចេតនាជួនកាលយើងធ្វើបុណ្យយើងមិនចង់ធ្វើទេប៉ុន្តែវាទើសទាល់ណាញោមណាចង់ធ្វើប៉ុន្តែទើសទាល់มันបានផលទេបានដែរប៉ុន្តែវាអត់ពេញបរិបូរណ៍ពីព្រោះយើងទើសទាល់ទៅបានប៉ុន្តែគាត់ពេញមិនគេអញ្ជើញបុណ្យគេអញ្ជើញបុណ្យញោមប្រសង់អញ្ជើញបុណ្យញោមគណៈកម្មការអញ្ជើញបុណ្យញោមញាតិមិត្តបងប្អូនអញ្ជើញបុណ្យញោមតែបុណ្យហ្នឹងវាញឹកញាប់លុយកាក់ហ្នឹងវាខ្វះនេះខ្វះនោះណាញោមអញ្ចឹងទៅវាមានចិត្តថាទើសទាល់ដូចអញ្ចឹងទៅប៉ុន្តែបើមិនទៅកើតណាញោមមិនទៅមិនកើតណាចិត្តមានតិចធ្វើមិនអស់ហ្នឹងអញ្ចឹងយើងមើលសន្តានចិត្តរបស់យើងថាយើងមានបន់ពេញឬក៏បន់មិនពេញយើងឃើញចិត្តយើងណាញោមយើងមើលចិត្តយើងហ្នឹងមិនមែនទេញោមវាបានមិនមែនអត់ទេអត់ទេបើយើងគិតអញ្ចឹងវាជាមិនរួចណាញោមវាជាមិនរួចពីព្រោះថាចិត្តយើងជួនកាលយើងពេញចិត្តយើងជួនកាលយើងអត់ពេញទេអញ្ចឹងទៅជាមិនរួចបើប្រែប្រួលចិត្តនឹងវាប្រែប្រួលអញ្ចឹងណាញោមណាអញ្ចឹងពេញក៏យើងយកមិនពេញក៏យើងយកណាញោមអញ្ចឹងបើយកទៅពេញចុះអត់ពេញនឹងមិនយកផងវាមិនខាតអញ្ចឹងពេញក្តីមិនពេញក្តីយើងសមគ្នាបូកចូលគ្នាទៅមិនច្រើនណាញោមអញ្ចឹងយើងធ្វើបុណ្យយើងមើលចិត្តរបស់យើងតើចិត្តរបស់យើងនឹងរីករាយពេញចិត្តនៅក្នុងការធ្វើបុណ្យហ្នឹងយ៉ាងណាដែរណាពេញទាំងអស់ឬក៏ដើមឡើយពេញដល់ពេលកំពុងតែធ្វើបុណ្យអត់ពេញហើយដល់ពេលធ្វើបុណ្យហើយក៏ពេញធ្វើបុណ្យហើយក៏មិនពេញទេញោមលោកហៅថាបព្វចេតនាមញ្ញនចេតនាបរមរចេតនាហ្នឹងណាញោមចេតនាខាងដើមចេតនាកំពុងធ្វើចេតនាធ្វើរួចហើយណាមើលចេតនារបស់យើងធ្វើបុណ្យនៅពេលមុនបុណ្យធ្វើបុណ្យនៅពេលកំពុងធ្វើបុណ្យធ្វើបុណ្យនៅពេលធ្វើបុណ្យរួចហើយណាចេតនារបស់យើងចិត្តរបស់យើងហ្នឹងវានៅពេញដែរឬក៏អត់អញ្ចឹងបើពេញឬក៏មិនពេញគឺញោមអ្នកកាត់សេចក្តីខ្លួនឯងអ្នកមើលឃើញខ្លួនឯងយើងចង់បានបុណ្យច្រើនចិត្តយើងមិនពេញធម្មតាចិត្តយើងហ្នឹងវាប៉ះនេះប៉ះនោះពីព្រោះ
អ្វីដែលយើងធ្វើហ្នឹងវាតែងតែប៉ះអ្នកដតីមិនតែឯងណាធ្វើជាមួយអ្នកដតីហ្នឹងអញ្ចឹងបើធ្វើជាមួយអ្នកដតីប៉ះមិនខានហើយអញ្ចឹងដើម្បីទប់ទួលនៅការប៉ះពាល់បើប៉ះហើយត្រូវធ្វើម៉េចណាបើប៉ះហើយត្រូវមានធម៌អីណាញោមបើប៉ះហើយត្រូវមានធម៌ធំ3ញោមសច្ចៈខន្តីកតញ្ញូណាញោមត្រូវមានធម៌ធំទាំង3ហ្នឹងមេធម៌ហ្នឹងគឺថាប៉ះអីក៏ញោមមិនអាចខ្ចាយបន់ញោមបានដែរណាញោមមិនអាចខ្ចាយបន់ញោមបានដែរអញ្ចឹងត្រូវមានខន្តីនៅក្នុងចិត្តត្រូវមានសច្ចៈធម៌នៅក្នុងចិត្តត្រូវមានកតញ្ញូនៅក្នុងចិត្តហ្នឹងអញ្ចឹងអាចទប់ស្កាត់នៅឧបសគ្គផ្សេងបានកុំឲ្យវាខ្ចាយបន់កុំឲ្យវាបាត់បន់កុំឲ្យវាខាតបន់ណាញោមធម្មតាអាត្មាយល់ថាมันអាចនៅពេញទេញោមมันអាចនៅពេញទេជួនកាលយើងសូត្រធម៌ទៅដូចធុញថប់នឹងសូត្រធម៌ជួនកាលយើងស្ដាប់ធម៌ទៅធុញថប់នឹងការស្ដាប់ធម៌ជួនកាលយើងកំពុងតែធ្វើស្អីចឹងទៅយើងធុញថប់ណាញោមចិត្តឲ្យប្រែប្រួលណាផ្លូវចិត្តនឹងវាធ្លាក់ចុះកម្លាំងចិត្តនឹងវាធ្លាក់ចុះកម្លាំងកាយវាធ្លាក់ចុះឬក៏ដោយសាររឿងអីមួយចឹងទៅចឹងបើធ្លាក់ចុះហើយយើងត្រូវមានធម៌ហ្នឹងធ្វើឲ្យវាឡើងវិញញោមខន្តីទ្រាំយាមសច្ចៈត្រូវធ្វើឲ្យបានកុំលះបង់ប្រកាន់សច្ចធម៌កតញ្ញូត្រូវមើលឃើញគុណបុណ្យគុណព្រះពុទ្ធគុណពធគុណព្រះសង្ឃជាទីពឹងគុណនៃអំពើល្អរបស់យើងមើលឃើញគុណនឹងទប់បានណាញោមទប់បានណាហើយបបាត់ធម៌ធំទាំង3កម្ពូលធម៌ធំទាំង3ហ្នឹងញោមទប់បានទេណាញោមទាំងគេទាំងយើងព្រោះពិបាកទប់ណាស់រឿងរ៉ាវខាងក្រៅហ្នឹងបងចឹងបានជាយើងទាំងអស់គ្នាយើងត្រូវមានខ្លួនយើងជាទីពឹងកុំយកអ្នកដទៃជាទីពឹងណាញោមអ្នកដទៃជាទីពឹងរបស់យើងខ្លះមែនហើយចោលមិនបានទេប៉ុន្តែកុំយកធំជាងខ្លួនយើងយកខ្លួនយើងជាធំញោមយកខ្លួនយើងជាធំយកខ្លួនយើងជាទីពឹងអត្តាហេអត្តណោនិថោហ្នឹងគឺថាជាពុទ្ធិការបស់ព្រះសម្មាសម្ពុទ្ធហ្នឹងយកខ្លួនយើងជាទីពឹងហ្នឹងគឺថាអ្នកណាធ្វើអីមិនល្អប៉ះពាល់ដល់ចិត្តដល់កាយដល់វិជ្ជាយើងក៏យើងមិនបញ្ហាយើងអត់លកើយើងអត់រលំយើងអត់ប្រែប្រួលនៅធម្មតាណាញោមព្រោះយើងមានខ្លួនយើងជាទីពឹងធម្មតានេះមនុស្សដែលធ្វើខ្លួនឲ្យធម្មតានៅក្នុងពេលលំបាកញោមជាមនុស្សដែលរឹងជាមនុស្សដែលខ្លាំងជាមនុស្សដែលរឹងមាំណាញោមចឹងគុណនៃព្រះធម៌ហ្នឹងគឺធ្វើឲ្យយើងមាំធ្វើឲ្យយើងរឹងធ្វើឲ្យយើងមានខ្លួនយើងជាទីពឹងហើយធ្វើឲ្យសេចក្តីសុខនៅក្នុងចិត្តនៅក្នុងកាយនៅក្នុងវិជ្ជារបស់យើងនឹងច្រើនណាញោមសុខកាយសុខវិជ្ជាសុខចិត្តនឹងច្រើនព្រោះព្រះលោកត្រាស់ថាណាថិសន្តិប្រាំងសុខខាងហ្នឹងញោមពុំមានសេចក្តីសុខដតីណា
ស្មើនឹងសេចក្តីស្ងប់ឡើយណាញោមចឹងបើយើងអាចធ្វើចិត្តធ្វើកាយធ្វើវិចាររបស់យើងឲ្យស្ងប់យើងមានសេចក្តីសុខនឹងហើយហើយសុខនឹងសុខច្រើនសុខខ្លាំងសុខរឹងមាំសុខវែងឆ្ងាយណាញោមហើយយើងអាចធ្វើអញ្ចឹងបានពីព្រោះយើងបានធ្វើល្អច្រើនបានធ្វើអញ្ចឹងបានណាញោមតែធ្វើល្អតិចនៅក្នុងចិត្តរបស់យើងគឺថាយើងមិនអាចធ្វើអញ្ចឹងបានទេជាពិសេសគឺផ្លូវចិត្តណាញោមចិត្តបើចិត្តល្អស្អីក៏ល្អដែរណាញោមបើចិត្តល្អវាចាញោមក៏ល្អកាយញោមក៏ល្អតែបើចិត្តមិនល្អវាចាក៏មិនល្អកាយក៏មិនល្អអញ្ចឹងចិត្តនឹងធំជាងគេដំបូងគេវាល្អយ៉ាងម៉េចចិត្តល្អហ្នឹងគឺចិត្តដែលប្រះចាអកុសលមូលទាំង3ញោមចិត្តដែលប្រះចាលោភៈទោសៈមោហៈហ្នឹងចិត្តដែលប្រះចាការលោភលួនការចង់បានចិត្តប្រះចាការខឹងស្អប់ទោមនស្សចិត្តដែលប្រះចាការវង្វេងមិនស្គាល់ខុសត្រូវមិនស្គាល់បុណ្យបាបមិនស្គាល់ល្អអាក្រក់អីហ្នឹងចិត្តហ្នឹងវាប្រះចាអកុសលមូលទាំង3ហ្នឹងចិត្តហ្នឹងគឺចិត្តស្អាតណាញោមហើយបើចិត្តស្អាតហ្នឹងវាច្រើនស្អាតហ្នឹងវាច្រើនដូចញោមគំស្រេងមានភាសាថាគាត់ឃើញញោមភឹមហ្នឹងថាញោមភឹមគាត់ស្ដាប់ធម៌នឹងច្រើនឆ្នាំគាត់ប្រាប់អាត្មាថា40ឆ្នាំគាត់ស្ដាប់ធម៌មានធម៌ស្ដាប់ដែលគាត់ស្ដាប់មកណាលើសពី40ឆ្នាំទៀតហ្នឹងគឺថាមនុស្សដែលមាននិស្ស័យនៅក្នុងពធណាញោមមនុស្សដែលមាននិស្ស័យនៅក្នុងពធហ្នឹងចូលចិត្តធ្វើបុណ្យធ្វើកុសលហ្នឹងគាត់រក្សាសិល5ហ្នឹងមិនដឹងជាប៉ុន្មានឆ្នាំមកទៀតអញ្ចឹងច្រើនណាស់ដែលបានសន្សំផ្លូវចិត្តអប់រំផ្លូវចិត្តហ្នឹងណាធ្វើអាកប្បកិរិយាចាស់ទុំមិនដូចក្មេងចាស់ទុំវាខុសពីក្មេងក្មេងខុសពីចាស់ទុំហើយចាស់ទុំមានន័យថាគឺមិនគិតអីប្រេះប្រដាសដូចក្មេងមិននិយាយប្រេះប្រដាសដូចក្មេងមិនធ្វើអីប្រេះប្រដាសដូចក្មេងច្រើនប្រេះប្រដាសច្រើនអញ្ចឹងណាញោមអញ្ចឹងចាស់ទុំហ្នឹងមិនងាយប្រេះប្រដាសទេគេហៅចាស់ឲ្យទុំញោមចាស់ទាំងក្នុងការគិតចាស់ទាំងក្នុងការនិយាយចាស់ទាំងក្នុងការងាររស់នៅសពថ្ងៃហ្នឹងណាញោមអញ្ចឹងចាស់គំនិតចាស់ចិត្តចាស់កាយចាស់វាចាគឺចាស់នៅក្នុងប្រធម៌ហ្នឹងណាញោមចាស់នៅក្នុងពធហ្នឹងគឺធ្វើឲ្យមនុស្សហ្នឹងមានគុណធម៌មានគុណសម្បត្តិមានសុជីវធម៌មានសីលធម៌ណាមានគុណធម៌ដែលព្រះសម្មាសម្ពុទ្ធលោកថាម៉េចលោកថាអ្នកប្រាជ្ញញោមអ្នកដែលមានកាយវាចាចិត្តស្អាតល្អហ្នឹងគឺអ្នកប្រាជ្ញមិនអ្នកប្រាជ្ញមានសញ្ញាបត្រខ្ពស់តែកាយវាចាចិត្តនឹងអត់ស្អាតពោពេញទៅដោយកិលេសហើយមិនមានការអប់រំកាយវាចាចិត្តនឹងគឺមិនមែនទេព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងគឺឲ្យតម្លៃទៅលើមនុស្សណាដែលបានអប់រំកាយវាចាចិត្តនឹងស្អាតណាជាពិសេសគឺមានសិល5មានសិល5ហ្នឹងសាសិក្ខាបទ5ហ្នឹងមិនសម្លាប់សត្វមិនលួចទ្រព្យគេមិនប្រព្រឹត្តខុសក្នុងកាមមិនភូតកុហកមិនផឹកទឹកស្រវឹងណាមនុស្សដែលមានសិល5ជាប់នៅក្នុងខ្លួនហ្នឹងគឺអ្នកប្រាជ្ញញោមអ្នកប្រាជ្ញហ្នឹងគឺជាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃហើយកាលណាបើយើងឲ្យសេចក្តីសុខដល់អ្នកដទៃហើយសេចក្តីសុខនោះកើតមានដល់ខ្លួនឯងណាញោម
ហ្នឹងហើយហើយយើងឲ្យសេចក្តីសុខដល់អ្នកដទៃយ៉ាងម៉េចឲ្យសេចក្តីសុខដល់គេបានតើខ្លួនឯងហ្នឹងវាល្អវាស្អាតវាមានបុណ្យហ្នឹងវាមានអំពើល្អហ្នឹងបានឲ្យអ្នកដទៃបានបើយើងអត់មានទេឲ្យអ្នកដទៃមិនបានទេឲ្យអ្នកស្លាប់ឲ្យអ្នករស់ឲ្យមិនបានទេតើយើងល្អដែរណាញោមចឹងចម្រើនពរសូមអនុមោទនាត្រេកអរបុណ្យកុសលញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាហើយសូមចូលរួមសុខទុក្ខរំលែកទុក្ខចំពោះញាតិញោមទាំងអស់ដែលរងគ្រោះដោយការរញ្ជួយដីប្រសង់ផងដែរនៅប្រទេសភូមានៅប្រទេសថៃនៅប្រទេសខ្មែរយើងទាំងអស់ដោយសារការរញ្ជួយដីចំថ្ងៃឧបោសថសីលថ្ងៃខែដាច់នឹងទៀតចឹងសូមព្រះអង្គគ្រប់អង្គញាតិញោមទាំងអស់ទាំងចិត្តទាំងឆ្ងាយក្នុងនិងក្រៅប្រទេសសូមបានបុណ្យបានកុសលគ្រប់គ្នាសូមរួចផុតអំពីទុក្ខគ្រប់យ៉ាងបានកើតនៅក្នុងសុគតិភពកុំបីខានឡើយបានសុខបានចម្រើនហើយក៏សូមឲ្យកាន់តែសុខកាន់ចម្រើនតទៅសូមបានបុណ្យកុសលជូនទៅដល់ញោមឈៀងណាញោមអ៊ំឈៀងផងខួបគម្រប់22ឆ្នាំណាញោមបុណ្យកុសលជូនដល់ញោមដងចម្រើនញោមរៀមនរមញោមច័ន្ទមន្ថាញោមជុនសរិនញោមអុកសេនញោមមុំអឿនញោមសំសម្បូរអាចារ្យគណៈកម្មការពុទ្ធបរិស័ទទាំងអស់ដែលបានស្ថាបនាកសាងវត្តនឹងថែរក្សាធ្វើបុណ្យធ្វើកុសលចំពោះវត្តរបស់យើងនឹងសូមបានបុណ្យបានកុសលគ្រប់គ្នាសូមបានសុខបានចម្រើនញោមទាំងអស់ប្រាថ្នាយ៉ាងណាសូមបានសម្រេចដោយសេចក្តីប្រាថ្នាកុំបីអខានឡើយឆានសិនណាញោមឆានសិនណាមកចាំទៀតអូលើកច្រើនហើយ